ជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះតាមសារ៉ាតជាសិស្សនៃជាស្ថានជាតិប្រយោខ្ញុំជាមិនដឹងទេជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះតាមសារ៉ាតជានិស្សិតឆ្នាំទី2នៃមហាវិទ្យាល័យជាសាកុំព្យូទ័រថ្ងៃនេះខ្ញុំមករៀបរាប់នឹងត្រួសពីការដោះ system unit និងការដាក់ system unit ចូលវិញឥឡូវយើងធ្វើការចាប់ផ្ដើមដោះ system unit ទាំងអស់គ្នាមកដាក់ខាងចេញមកយើងដាក់ power supply ធ្វើការដោះខ្សែ power supply ចេញធ្វើការដោះ power supply ចេញដោះ motherboard ហើយខ្សែរបស់ motherboard យើងត្រូវទុកដាក់មួយឡែកហើយតមកយើងធ្វើការលើក motherboard ចេញបងយើងដាក់hard disk ខ្សែរបស់ hard disk យើងត្រូវទុកដាក់នៅមួយឡែកមកធ្វើការដោះ hard disk ចេញមកយើងបន្តទៀតយើងធ្វើការដោះ CD ROM ខ្សែរបស់ CD ROM យើងទុកមួយឡែកមុននឹងយើងធ្វើការដក CD ROM ចេញបានយើងត្រូវការដោះស្ទះខាងមុខនេះចេញសិនទើបយើងអាចធ្វើការដក CD ROM មួយនេះចេញបានតមកយើងហើយគឺជាស្ទះខាងមុខនៃ case តមកយើងធ្វើការដក CD ROM នេះចេញហើយឥឡូវនេះយើងធ្វើការដោះគ្រឿងបង្គុំរបស់ motherboard ចេញអស់ហើយតមកយើងធ្វើការសម្អាត case 2 3ហើយឥឡូវយើងធ្វើការសម្អាត case ហើយតមកយើងមកដោះcooling fan ចេញពី motherboard ហ
យើងធ្វើការដកខ្សែចេញសិនតោះមកយើងលើក cooling fan ចេញហើយខ្យល់របស់ cooling fan យើងត្រូវទុកដាក់នៅមួយឡែកតោះមកយើងធ្វើការដក CPU ចេញហើយ CPU នេះយើងមិនអាចដាក់ផ្កាប់បានទេយើងត្រូវតែដាក់ផ្ញើតោះមកយើងធ្វើការដក RAM ហើយ RAM នេះយើងមិនអាចយកដៃកាន់ចេះបានទេយើងកាន់បានចេះឬក៏កាន់ចេះបានតោះមក RAM យើងដាក់មួយឡែកតោះមកយើងធ្វើការដោះម្ដងទៀតនេះជា RAM ម្ដងទៀតហើយឥឡូវយើងធ្វើការដោះរួចរាល់ហើយក៏នៅtrong motherboard ក៏អត់មានអ្វីទៀតដែរហើយឥឡូវបន្ទាប់ពីដោះរួចហើយខ្ញុំមកធ្វើការណែនាំពីមុខងារនិងទូនាទីរបស់ hardware ទាំងអស់ហ្នឹងស្គប់សិនឥឡូវ cache គឺជាផ្នែកខាងក្រៅមួយសម្រាប់ដាក់ឬក៏ការពារ hardware សំខាន់ទាំងអស់របស់កុំព្យូទ័រដែលវាជាគ្រោងឆ្អឹងការពារឬក៏សម្បត្តិរបស់កុំព្យូទ័រតមក motherboard គឺជាផ្ទះសេគ្វីelectronic ធំជាងគេនៅក្នុងកុំព្យូទ័រដែលត្រូវបានគេហៅថាជា motherboard system board ឬ logical board ផងដែរវាគឺជាគ្រោងសំខាន់ដែលសម្រាប់ភ្ជាប់នៅនឹងអនុញ្ញាតឲ្យផ្នែក hardware ទាំងអស់ធ្វើការតាក់ទងគ្នាតមក CPU គឺជាផ្នែកសំខាន់មួយរបស់កុំព្យូទ័រដែលវាត្រូវបានគេហៅថាជា processor ឬក៏ microprocessor ផងដែរហើយវាដំណើរការទិន្នន័យឬក៏ការណែនាំកម្មវិធីដើម្បីអនុវត្តការផ្សេងវាអាចនិយាយបានថា CPU គឺជាខួរក្បាលរបស់កុំព្យូទ័រតមកដល់ RAM គឺជាអង្គចងចាំសំខាន់សម្រាប់នៅក្នុងកុំព្យូទ័រដែលមានតួនាទីជាតន័យទុកបណ្ដោះអាសន្នសម្រាប់កម្មវិធីឬក៏ប្រតិបត្តិការដែលកំពុងដំណើរការដែលយើងអាចនិយាយបានថា RAM គឺជា short term memory របស់កុំព្យូទ័រតមកcooling fan វាគឺជាឧបករណ៍ដែលសម្រាប់ជំនួយកុំឲ្យ CPU ឡើងកម្ដៅបានហើយតមក power supply គឺជាឧបករណ៍សំខាន់នៅក្នុងកុំព្យូទ័រដែលវាមានតួនាទីផ្លាស់ប្ដូរថាមពលអគ្គិសនីពី AC ទៅ DC ហើយជាទូទៅវាមានតង់ខ្យល់សមស្របសម្រាប់ផ្នែកមួយនៅក្នុងកុំព្យូទ័រហើយតមក hard disk គឺជាខួរក្បាលរបស់កុំព្យូទ័រដែលយើងអាចផ្ទុករូបភាពទិន្នន័យទុកបានជារៀងរហូតហើយ CD ROM គឺជាឧបករណ៍មួយសម្រាប់ដែលយើងអាចធ្វើការដំណើរការបានដោយការប្រើចាក់ disk ឬក៏កាសែតជាដើមឥឡូវនេះយើងមកធ្វើការរៀបនិងដាក់ hardware ចូលទៅក្នុង cache របស់កុំព្យូទ័រវិញជាដំបូងយើងត្រូវការដាក់ CPU ចូលទៅកន្លែងវាវិញហើយ CPU នេះវាមានចំណុចសំខាន់ពីរដែលយើងគួរកត់សម្គាល់នេះគឺជាចំណុចមួយហើយនេះគឺជាចំណុចមួយដែលយើងត្រូវសង្កត់ថាវាមានប្លង់វាសម្រាប់ដាក់ CPU ហ្នឹងវាមិនអាចដាក់បានគ្រប់តែជ្រុងទេយើងត្រូវការដាក់ឲ្យត្រូវប្លង់របស់វាតមកយើងធ្វើការកាប់ហើយតមកយើងធ្វើការចាប់ cooling fan ចូលហើយ cooling fan នេះដែលមានជាភាសាខ្មែរយើងហៅថាកង្ហារត្រជាក់ដែលយើងអាចចាប់បាននៅលើ hardware ហើយយើងក៏មិនអាចចាប់ត្រជាក់បានដែរយើងត្រូវការមើលលើ motherboard វាមានសញ្ញានឹងវាថាបែរមុខទៅខាងណាសម្រាប់ឲ្យខ្យល់ចេញចូលល្អយើងមិនអាចដាក់ច្រាស់បានទេតមកយើងធ្វើការចាប់វាចូល
ហើយតោះមកយើងធ្វើការដោតខ្សែវាចូលហើយខ្សែវានៅលើមករបស់វាមានថា CPU fan ងាយស្រួលក្នុងការដោតនៅពេលដែលយើងលើកចេញក្រៅបើមិនជាយើងលើកចូល case វាវិញវាអាចនឹងពិបាកក្នុងការដោតខ្សែរបស់វាចូលវិញតោះមកយើងធ្វើការដាក់ RAM តែ RAM នេះយើងមិនអាចដាក់ឆ្លាស់ពណ៌គ្នាបានទេគឺយើង RAM ទី1នេះយើងដាក់នៅពណ៌ណា RAM ទី2នេះគឺយើងដាក់នៅពណ៌ដូចគ្នាតោះមកយើងធ្វើការលើក motherboard ចាប់ចូលក្នុង case របស់វាវិញតោះមកយើងធ្វើការដាក់ឲ្យត្រូវនៅតាមប្លង់របស់វាហើយតោះមកយើងធ្វើការចាប់ឆាំងរបស់ motherboard ចូលlần nàyយើងធ្វើការចាប់ motherboard របស់វាវិញរាល់ហើយតោះមកយើងធ្វើការចាប់ power supply ចូលឥឡូវយើងធ្វើការចាប់ power supply ចូលហើយតោះយើងធ្វើការចាប់ CD room ចូលហើយ CD room នេះយើងមិនអាចដាក់វាចេះឬក៏ដាក់នេះតាមមិនបានដែរគឺយើងដាក់តាមប្លង់នៅពេលដែលយើងត្រូវចាប់ខ្សែរបស់វានេះគឺជាប្លង់របស់វាមកយើងធ្វើការចាប់ខ្សែវាចូលយើងធ្វើការដោតខ្សែទៅកាន់ខ្សែ power supply ទៅកាន់ motherboard យើងត្រូវរៀបវាស្អាតដើម្បីឲ្យវាមើលទៅមានភាពស្អាតឥឡូវខ្សែវាយើងមិនអាចចាប់ទៅបានទេដោយសារតែយើងត្រូវនៅដាក់ហាត់ចូលមកទៀតឥឡូវយើងធ្វើការចាប់ហាត់ចូលតែមិនចាប់ហាត់ចូលដើម្បីងាយស្រួលក្នុងការដោតខ្សែយើងធ្វើការដោតខ្សែវាហើយដើម្បីកុំឲ្យមានផលវិបាកក្នុងការដោតខ្សែរបស់វាចូលឥឡូវយើងធ្វើការដោតខ្សែខាងចូលហើយដើម្បីយើងធ្វើការចាប់វាចូលហើយយើងធ្វើការចាប់ខ្សែវាដែលមានពីរនេះឥឡូវយើងចាប់ខ្សែហើយតោះមកយើងដាក់ស្ទះខាត់ពីខាងមុខវាចូលឥឡូវយើងធ្វើការដាក់ចូលរួចហើយតោះមកយើងធ្វើការដោតខ្សែទៅតាមពណ៌របស់វាមួយឥឡូវយើងធ្វើការដោតខ្សែពី CD room ចូលទៅកាន់ motherboard ហើយផលរបស់ motherboard នេះពីនេះយើងអាចដោតវាមួយណាចូលក៏បានដែរដោយសារតែវាដូចគ្នាទេហើយឥឡូវខ្សែរបស់វាយើងបានរៀបរួចរាល់ហើយខ្សែដែលនៅសល់យើងត្រូវតែរៀបចំវាដាក់ឲ្យស្អាតដើម្បីឲ្យវាមានសភាពស្អាតនៅក្នុង case របស់ computer ហើយតោះមកយើងដោតខ្សែពី hard disk មួយខ្សែទៀតចូលទៅកាន់ motherboard នៅពេលដែលយើងអាចបានដោតវាកែចូលទៅវាមានការពិបាកបន្តិចនៅក្នុងការដាក់ខ្សែវានឹងចូលហើយតោះមកយើងដោតឲ្យត្រូវនៅពណ៌នៃខ្សែវាឥឡូវយើងរៀបខ្សែវារួចរាល់ហើយតោះមកយើងធ្វើការដាក់ case របស់ cooling fan ដែលវាបឺតខ្យល់ចូលដើម្បីឲ្យកុំឲ្យវាមានខ្យល់សាច់វ៉ាន់ឆ្ងាយយើងត្រូវការដាក់ case មួយនេះចូល
ឥឡូវយើងចាប់វារួចរាល់ហើយតមកយើងចាក់ខេតពីខាងក្រៅចូលនេះគឺយើងបានចាប់រួចរាល់ហើយខ្ញុំក៏សូមអរគុណដល់លោកគ្រូនិងមិត្តភ័ក្តិទាំងអស់គ្នាដែលបានទស្សនានៅវីដេអូមួយនេះ